បាទសូមជម្រាបសួរបាទបងប្អូនបាទថ្ងៃនេះខ្ញុំបងវាយអារម្មណ៍បងប្អូនបាទមកមើលដងភ្នែកមួយបាទជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទនេះគឺជារូបរាងដងភ្នែកមួយបងប្អូនបាទត្រង់នេះគឺជាមាត់បាទមាត់ដែលវាដុះបដលចេញមកហ្នឹងបាទហើយត្រង់នេះគឺជាភ្នែកបាទនេះភ្នែកមានតែមួយទេបើដងធម្មតាវាមានភ្នែកលេខនេះ2ណា2ហើយនឹងមាត់មួយទៀតវា3បាទមានកវង3ចឹងតែមានរុនតែមួយចេះទេបាទនេះនឹងកន្លែងឲ្យវាដុះបដលចេញមកហ្នឹងហើយនេះភ្នែកមួយបាទអញ្ចឹងគេហៅថាដងភ្នែកមួយបាទហើយដងភ្នែកមួយនេះគឺជាប្រភេទដងឈ្មោលបាទនេះវាមានកវ៉ាត់វាចឹងនេះតាំងពីហ្នឹងមកនេះតាំងពីហ្នឹងមករត់មកបាទនេះរត់មកបុកគ្នាចេះរត់បុកគ្នាអញ្ចឹងមានកន្លែងនេះបាទនេះមួយទៀតនេះរត់ពីនេះមកកន្លែងនេះមួយទៀតនឹងគឺជាប្រភេទឈ្មោលបាទហើយនេះវិញគឺជាដងភ្នែកមួយដែរបាទបងប្អូននេះគឺជាមាត់របស់វានេះមាត់ហើយនេះភ្នែកបាទហើយនេះគឺជាប្រភេទញីបងប្អូនបាទនេះប្រភេទញីនេះវាមានកវ៉ាត់មួយហ្នឹងបាទរត់ពាក់កណ្ដាលដងហ្នឹងតែម្ដងបាទពាក់កណ្ដាលត្រឡោកដងហ្នឹងនេះរត់មកកវ៉ាត់ចឹងនេះឃើញទេបាទនេះគឺជាដងប្រភេទញីបាទដងភ្នែកមួយប្រភេទញីគឺក្បួនប្រើគេប្រើគូជាមួយញីឈ្មោលចឹងសម្រាប់ស្នេហ៍មហានិយមស្នេហ៍រុកស៊ីស្នេហ៍លក់ដូរបាទហើយក្បួនប្រើខ្ញុំដឹងខ្លះដែរគឺនេះសម្រាប់ប្តីប្រពន្ធដែលគាត់មិនសូវត្រូវគ្នាបាទគាត់ចេះតែរកម្មរកុសជាមួយគ្នាបាទគេយកឈ្មោះសរសេរឈ្មោះប្តីបាទមកដាក់ក្នុងត្រឡោកញីដាក់ក្នុងរុនហ្នឹងទម្លាក់ចូលក្នុងរុនត្រឡោកញីទៅបាទហើយយកឈ្មោះប្រពន្ធមកដាក់ក្នុងទម្លាក់ចូលក្នុងត្រឡោកឈ្មោលបាទដើម្បីឲ្យប្តីប្រពន្ធហ្នឹងស្រឡាញ់ចូលចិត្តគ្នាចឹងទៅអត់មានរឿងរ៉ាវអត់មានរឿងរកម្មរកុសចឹងទៅបាទបងប្អូនហ្នឹងបើតាមខ្ញុំដឹងពីចាស់បុរាណមកដែលគាត់ធ្លាប់ឆ្លងកាត់ប្រើប្រាស់ដងភ្នែកមួយហ្នឹងមកណាហ្នឹងហើយសម្រាប់អ្នកលក់ដូរអ្នកមានមកគូអញ្ចឹងបាទដាក់កន្លែងលក់ដូរល្អណាស់បាទអញ្ចឹងខ្ញុំបាទមានតែប៉ុណ្្នឹងទេបងប្អូនណារាល់សូមអធិស្ឋានរាល់និយាយបាទបើសិនជាមានខុសឆ្គងត្រង់ណាហ្នឹងហើយសូមអភ័យទោសផងបាទសូមអរគុណ